បើសិនជាអ្នកកើតមកនៅក្នុងគ្រួសារអាចមិនសូវមានសុភមង្គលដែលមានតែការឆ្លោះប្រកែកទាស់តែងគ្នាការមិនយល់ពីគ្នាទៅវិញទៅមកហើយនៅពេលដែលអ្នកមានអារម្មណ៍ថាគ្មានអ្នកណាយល់ពីអ្នកសោះសូមឲ្យអ្នកតាំងចិត្តស្ដាប់ខ្ញុំបន្តិចសិនខ្ញុំចង់ឲ្យអ្នកដឹងថាអ្នកមិនបានខុសអ្វីទេរឿងរ៉ាវទាំងនោះមិនមែនកើតចេញពីខ្លួនអ្នកទេកុំមិនដោយឲ្យការឈឺចាប់នៅផ្ទះមកធ្វើឲ្យអ្នកបំភ្លេចអត្តសញ្ញាណពិតប្រាកដរបស់អ្នកថាអ្នកគឺជាមនុស្សដែលមានតម្លៃអ្នកមានសិទ្ធិអភិវឌ្ឍខ្លួនរីកចម្រើនក្លាយជាមនុស្សល្អនិងអាចជោគជ័យក្នុងជីវិតដោយរបៀបរបស់អ្នកភាពឈឺចាប់ដែលអ្នកបានជួបថ្ងៃនេះមិនបាននៅជាមួយអ្នករហូតនោះទេអញ្ចឹងហើយព្យាយាមស្រឡាញ់ខ្លួនឯងឲ្យខ្លាំងញញឹមឲ្យញឹកញាប់និងប្រកាន់ចំហរឹងមាំជានិច្ចគ្រប់យ៉ាងដែលអ្នកបានប្រឈមមុខវានឹងធ្វើឲ្យអ្នករឹងមាំគ្រប់រឿងដែលអ្នកបានជួបវាគឺជាកម្លាំងរុញច្រានអ្នកឲ្យថ្ងៃមួយអាចរើបំរាស់ចេញមកបានចេញពីទីនោះចេញពីរង្វង់វិលជុំគ្រួសារដែលគ្មានសុភមង្គលហើយទៅចាប់ផ្ដើមជីវិតថ្មីរបស់ខ្លួនឯងដែលល្អប្រសើរឡើងនៅក្នុងជីវិតដែលមានក្តីសុខដែលអ្នកគិតថាគួរតែមានចាំទុកថាខ្លួនអ្នកគឺជាមនុស្សដែលពិសេសហើយអ្នកស័ក្តិសមនឹងទទួលអ្វីៗដែលល្អបំផុតក្នុងជីវិតមួយនេះស៊ូទាំងអស់គ្នាក្មេងជនបទអភិវឌ្ឍខ្លួន